បាទជំរាបសួរបងប្អូនអរគ្នាបាទកាលពីម្សិលមិញថ្ងៃទី31ខែមីនាឆ្នាំ2025នេះគឺខាងប្រទេសថៃគាត់បានប្រកាសអាសន្នពីរឿងទឹកសមុទ្រដែលរីងស្ងួតទៅតែថ្ងៃនេះទៀតសោតគឺទឹកសមុទ្រឡើងយ៉ាងគំហុកបងប្អូនប្រៀបដូចជាព្យុះសូណាមិកំពុងតែវាយលុកមកអញ្ចឹងហើយខាងបងប្អូនប្រជាជនថៃដែលគាត់នៅបរិវេណនោះគឺកំពុងតែប្រមូលរបស់របរយ៉ាងញាប់ដៃញាប់ជើងមែនទែនដឹងតែតន់មិនតន់ទេបងប្អូនគឺខ្លាំងមែនទែនគឺមកយ៉ាងលឿនឆាប់រហ័សតែម្ដងបាទน้ำท่วมหนุกเลยมัดเลยนุ่งให้ไหมนุ่งបាទនេះគឺជាសម្ដីរបស់បងប្អូនប្រជាជនថៃដែលគាត់នៅក្នុងហេតុការណ៍បាទហើយគាត់ក៏បាននិយាយទៅថាមិនដែលធ្លាប់កើតមាននៅក្នុងប្រទេសថៃទេលើកនេះគឺជាលើកដំបូងហើយតែមានព្យុះធំយ៉ាងនេះចូលមកបងប្អូននៅបរិវេណនោះគាត់និយាយថាទឹកឡើងមកលឿនពេកមិនអាចប្រមូលរបស់របរទាន់ទេโรงแรมเกี้ยงเรือนน้ำอะไรมายังไงพายุเกิดพายุที่បាទហេតុការណ៍ទឹកសមុទ្រឡើងយ៉ាងគំហុកបែបនេះគឺនៅខាងខាងតាយបងប្អូនពីខាងត្បូងនៃប្រទេសថៃគឺនៅបាតងបាទដូច្នេះហើយនៅកណ្ដាលសមុទ្របងប្អូនប្រជាជនថៃគាត់ថានៅមានទូករបស់ទាហានមួយដែលបានលិចនៅក្នុងសមុទ្របាទ